ประเภทกำปูดសិស្សប្រចាំថ្នាក់តើលោកអ្នកស្ថិតក្នុងប្រភេទសិស្សមួយណាសូមតាមដានទស្សនាដូចតទៅប្រភេទទី1កម្ពុជាសិស្សមានទេពកោសល្យជាសិស្សដែលតែងតែបានបន្ទុកខ្ពស់ជាងគេដែលមិនចាំបាច់ប្រឹងប្រែងអ្វីទាំងអស់កិច្ចការផ្ទះដែលគ្រូដាក់ឲ្យភ្លាមធ្វើរួចមុនគ្រូបញ្យល់ចប់ទៅទៀតហើយថែមទាំងនិយាយឌឺដងឲ្យគេថាឈប់មានកិច្ចការផ្ទះទៀតទេប្រភេទទី2កម្ពុជាអ្នករៀនរហូតដល់ពាក់កណ្ដាលយប់ហើយងើបពីម៉ោង 5 ព្រឹកដើម្បីរំលឹកមេរៀនម្ដងទៀតគាត់មេរៀនផងទន្ទិញផងចូលបន្ទប់ទឹកហើយនៅតែឆ្លៀតទន្ទិញមេរៀនទៀតសិស្សប្រភេទនេះតែងតែនិយាយថាខ្ញុំចេះអីទេខ្ញុំប្រហែលជាប្រឡងធ្លាក់ហើយតែចុងក្រោយចេញលទ្ធផលបាននីតិ A+ ប្រភេទទី3កម្ពុជាសិស្សនៅនីតិចុងក្រោយយូរហើយមិនព្រមរៀនទេដល់ពេលជិតប្រឡងមួយថ្ងៃទើបចាប់ផ្ដើមរៀនដាច់យប់ភ្នែកធ្លាក់ដល់ជង្គង់កាហ្វេផងភេសជ្ជៈបើកម្លាំងផងផឹក3កែវនៅតែទប់មិនជាប់ប្រភេទទី4តួកំ pl ប្រចាំថ្នាក់ចូលចិត្តណាស់ធ្វើអ្វីប្លែកៗដើម្បីប្រែក្លាយគ្រប់ម៉ោងរៀនទៅជាកម្មវិធីកំ pl ទាំងអស់តែងតែមានចម្លើយបែបកំ pl គ្រប់សំណួរទាំងអស់ទោះបីជាចម្លើយនៅខុសក៏ដោយប៉ាកែខាងនិយាយកំ pl ឲ្យគេសើចពេញថ្នាក់ហើយត្រូវគ្រូចាប់បានតែគ្រូនៅតែចូលចិត្តប្រភេទទី5កម្ពុជាអ្នកសួរមិនចេះឈប់មួយមេរៀនសួរ100ទៅ200សំណួរក្នុង1ម៉ោងពេលខ្លះសួរចង់ដឹងមែនតែនពេលខ្លះសួរផ្ដាច់ម៉ោងរៀនតែម្ដងឮជួងចេញលេងមើលតាមនិយាយអូខ្ញុំយល់ហើយលោកគ្រូប្រភេទទី6កម្ពុជាអ្នកមើលតាំងថ្ងៃរាងកាយនៅក្នុងថ្នាក់រៀនតែអារម្មណ៍វិញនៅភូមិគាគ្រូកំពុងបញ្យល់បែរជាទៅសម្លឹងមើលជាង15នាទីដោយមិនព្រិចភ្នែកសិស្សប្រភេទនេះដឹងច្រើនពីរឿងពពកនៅខាងក្រៅបង្អួចច្រើនជាងមេរៀនក្នុងសៀវភៅទៅទៀតប្រភេទទី7កម្ពុជាមេក្រុមតែងតែរៀបចំការងារក្រុមចែកការងារឲ្យសមាជិកក្រុមតែចុងក្រោយការងារ 90% ធ្វើតែឯងប្រភេទទី8កម្ពុជាសិស្សខ្មោចមួយខែ30ថ្ងៃមានឈ្មោះក្នុងបញ្ជីអវត្តមាន31ដងតែគ្មានអាណាធ្លាប់ឃើញមុខគ្រូចាំឈ្មោះជាងគេតែមិនដែលស្គាល់មុខដល់ពេលប្រឡងស្រាប់តែចេញមកលើគេម្ដងប្រភេទទី9កម្ពុជាអ្នកស៊ីមិនរើម៉ោងមិនរើមុខនិងមិនរើទីកន្លែងតែញ៉ាំអ្វីនៅក្នុងថ្នាក់ជានិច្ចសូម្បីតែម៉ោងរៀនក៏លួចញ៉ាំដែរពូកែណាស់ខាងលាក់នំចំណីដល់ម៉ោងកំពុងរៀនស្រាប់តែមិនដឹងលេចចេញពីទីណាមកទេដាក់ជុំមាត់ផ្លុកប្រភេទទី10កម្ពុជាសិស្សសម្រេចកិច្ចការគ្រប់យ៉ាងចូលរួមគ្រប់ក្លឹបសិក្សាចំណាយពេលនិងស្ម័គ្រចិត្តចូលរួមគ្រប់កម្មវិធីទាំងអស់ហើយនៅតែបានបន្ទុកខ្ពស់ជាងគេនៅក្នុងថ្នាក់ទៀតរៀនតាមការវិភាគយ៉ាងម៉ឺងម៉ាត់និងមានបញ្ជីការងារត្រូវធ្វើវែងជាងរឿងជីវិតស្ត្រីមេផ្ទះទៅទៀតហើយសុថា stress ទេមិន stress ទេព្រោះសិស្សប្រភេទនេះសមទៅនឹងរឿងនេះបាត់ទៅហើយប្រភេទទី11កម្ពុជានិន្ចាខាងលួចមើលស្ដេចខាងកត់ប្រយ៉ងតូចមើលមិនឃើញលួចបើកមើលដោយគ្មានអ្នកដឹងប៉ុណ្ណេះខាងក្រឡេកមើលឆ្វេងស្ដាំដោយចារកម្មពេលប្រឡងសង្ស័យភ្នែកអាចស៊ូមបានដោយកាមេរ៉ាហើយមើលទៅពេលគ្រូតាមតាន់ធ្វើភ្នែកលេងឡងមិនដឹងអីប្រភេទទី12កម្ពុជាសិស្សជំនាញខាងផ្លិចអូខ្ញុំផ្លិចធ្វើកិច្ចការផ្ទះបាត់ទៅហើយអូខ្ញុំផ្លិចថាថ្ងៃនេះត្រូវប្រឡងគណិតអូខ្ញុំផ្លិចប៊ិចផ្លិចกระดาษផ្លិចកាតាបអូនៅមានទៀតខ្ញុំផ្លិចថាខ្លួនឯងប្រឡងធ្លាក់ប្រភេទទី13កម្ពុជាអ្នកជំនាញខាងបច្ចេកវិទ្យាចេះជួសជុលកាត់សូនាឡិកាកង្ហាប្រូជែកចេះទាំង hack Wi-Fi និងសរសេរកូដខ្លាចជាមិត្តល្អសម្រាប់គ្រប់គ្នានៅពេល PowerPoint គាំងប្រភេទទី14កម្ពុជាវិចិត្រករប្រចាំថ្នាក់គូរគ្រប់ទីកន្លែងលើសៀវភៅលើតុលើដៃលើជើងនិងលើជញ្ជាំងរូបគំនូរក្នុងសៀវភៅពុំคล้ายទៅជាគំនូរកំ pl ចម្លែកគួរចាប់អារម្មណ៍ហើយបើគ្រូប្រាប់ថាមេរៀននៅលើក្តារខៀនទាំងប្រមាណត្រូវកត់ទាំងអស់សិស្សប្រភេទនេះច្បាស់ជាគូរូបទាំងគ្រូកំពុងសរសេរថែមទៀតផងប្រភេទទី15កម្ពុជាអ្នកមានស្នេហាប្រចាំថ្នាក់លួចសរសេរកំណាព្យនៅក្រៅសៀវភៅរៀនមិនពូកែទេតែបើរឿងញ៉ាយពូកែលេខ1ញ៉ាយគ្រប់ស្រីសម្ដីព្រានសុទ្ធបើស្រីវិញមានស្នេហាតែឯងសោះរវល់ដល់មិត្តភ័ក្តិជួយហុចក្រដាស់ស្នេហាទៅមកកំពុងរៀនសុកបើកសៀវភៅឃើញភ័ក្រមានស្នេហ៍លួចញញឹមក្របួចគ្រូគប់មួយបងលុបក្តារខៀនប្រភេទទី16កម្ពុជាដេកប្រចាំថ្នាក់
យកទុកធ្វើជាខ្នើយចំណែកសំឡេងគ្រូកំពុងបរៀនប្រៀបដូចជាចម្រៀងបំពេស្ទាត់ជំនាញខាងធ្វើពុតជាគាត់មានរៀនទាំងកំពុងដេកលក់ដល់ពេលគ្រូឲ្យឈរហើយនៅដេកទាំងបើកភ្នែកទៀតប្រភេទទី17កំពូលសិស្សនិយាយលឺៗក្នុងថ្នាក់តែងតែនិយាយលឺៗនៅក្នុងថ្នាក់សូម្បីតែនៅពេលនិយាយខ្សឹបក៏លឺដែរនេះជាមូលហេតុដែលគ្រូតែងតែនិយាយថាស្ងាត់តិចមើលអដែងប្រភេទទី18កំពូលអ្នកចម្លងគ្រូសរសេរលើក្តារខៀនចប់សិស្សប្រភេទនេះក៏ចប់ដែរតែក៏មើលអក្សរក្រវិញក្រវាមដូចក្តាមប្រៃគ្មានអ្នកណាហ៊ានខ្ចីសភៅមើលទេព្រោះមើលមិនដាច់ប្រភេទទី19កំពូលតារាបង្ហាញម៉ូដប្រចាំថ្នាក់ស្លៀកពាក់ដូចទៅថតរូបមិនមែនទៅរៀនទេដើរកាច់រៀងអែនអនចង់បាច់ចកេះដើរចូលថ្នាក់ពីទ្វារ10នាទីបានដល់កន្លែងអង្គុយដើរតាមផ្លូវចូលក្នុងសាលាដូចដើរលើឆាកបង្ហាញម៉ូដប្រភេទទី20កំពូលអ្នកសួររឿងម៉ោងរៀនស្អែកមានម៉ោងរៀនអត់ស្អែកគូប្រឡងហ៎ផ្លេចការវិភាគខកខានម៉ោងរៀនផ្លេចយករបស់របរមករៀនពឹងផ្អែកទាំងស្រុងលើមិត្តភ័ក្តិដើម្បីដឹងព័ត៌មានប្រភេទទី21កំពូលអ្នកតវ៉ារឿងបន្ទុករឿងរៀនមិនសូវរៀនទេដល់បានបន្ទុកតិចទៅតវ៉ាគ្រូលោកគ្រូខ្ញុំឆ្លើយជាត្រូវហើយមិនឲ្យខ្ញុំធ្លាក់អញ្ចឹងលោកគ្រូឆ្លើយវិញថាអាហ្នឹងហើយមកពីប្អូនឆ្លើយជាត្រូវនឹងឲ្យបានជាប្អូនបានចិត្តជាប់ដែរប្រភេទទី22កំពូលសិស្សមករៀនមុនគេតែងតែមកដល់សាលាមុនគេជានិច្ចគ្រូចូលរៀនម៉ោង1មកដល់តាំងពីម៉ោង12មកដល់មកដេកនៅសាលាមកសន្ទុះសិនប្រភេទទី23កំពូលសិស្សមកមិនដែលទាន់ម៉ោងជួងរោ10នាទីទើបចេញមុខមកសុំគ្រូចូលថ្នាក់រៀនប្រើលេសម៉ោងរោដើរខុសមើលម៉ោងខុសស្ទះចរាចរណ៍រាល់ថ្ងៃតាមពិតផ្ទះនៅទល់មុខសាលាសោះបើថ្ងៃណាមកលឿនមុនគេច្បាស់ជាប្រកាច់ត្រាល់ហើយប្រភេទទី24កំពូលអ្នកសុំទៅបន្ទប់ទឹករាល់ម៉ោងរៀនចូលរៀនមិនបាន2នាទីផងសុំទៅទៀតហើយសួរថាទៅនឹងដល់បន្ទប់ទឹកអត់ទៅទិញនំតាមផ្លូវដើរយឺតធ្វើយ៉ាងណាឲ្យដាច់ម៉ោងរៀនពេលខ្លះទៅហើយមិនត្រឡប់មកវិញទៀតប្រភេទទី25អ្នកញៀននឹងម៉ាស៊ីនគិតលេខប្រើម៉ាស៊ីនគិតលេខសំបី12/2ចុចលេខដូចអ្នកលេងហ្គេមបង្ហាញចម្លើយគណិតវិទ្យាដូចជាវេទមន្តសំបីតែម៉ោងភាសាខ្មែរក៏ប្រើម៉ាស៊ីនគិតលេខដែរប្រភេទទី26កំពូលខ្មោចក្នុងក្រុមចូលរួមក្រុមអាសាយមិនបន្ទាប់មករលាយបាត់សម្ោឈឹងត្រឡប់មកវិញនៅថ្ងៃធ្វើបទបង្ហាញដូចគ្មានរឿងអ្វីកើតឡើងហើយទទួលយកគុណសម្បត្តិដោយស្នាមញញឹមទៀតផងប្រភេទទី27កំពូលអ្នកគោរពវិន័យសាលាគោរពគ្រប់វិន័យសាលាទាំងអស់ដូចជាច្បាប់ប្រទេសអញ្ចឹងតែងតែរំលឹកគ្រូថាអ្នកគ្រូភ្លេចពិនិត្យកិច្ចការទេហើយប្រភេទទី28កំពូលតារា TikTok ប្រចាំថ្នាក់ថតតែវីដេអូខ្លីៗក្នុងបន្ទប់ទឹកតាមផ្លូវឲ្យសូម្បីតែក្នុងថ្នាក់ចេះគ្រប់ក្បាច់រាំធ្វើមុខធ្វើមាត់បន្ទុកទៀបមែនប៉ុន្តែអ្នកតាមដានខ្ពស់ប្រភេទទី29កំពូលម្ដាយនិយាយដើមគេដឹងគ្រប់រឿងនិយាយដើមគេពេញសាលាតាមដានគេគ្រប់គ្នាមកដល់សាលាពេលណាប្រជុំគ្នានិយាយដើមគេព្រៀបប្រភេទទី30កំពូលត្រាម៉ាក្នុងថ្នាក់បញ្ហាតូចទេតែចូលចិត្តធ្វើឲ្យទៅជាឈុតឆាកសម្ដែងចូលតួយ៉ាងកំសត់យកសាលាធ្វើជាឆាកសម្ដែងចំណែកឯមិត្តរួមថ្នាក់ទាំងអស់ធ្វើជាទស្សនិកជនទេខ្ញុំច្បាស់ជាត្រូវលោកគ្រូស្ដីឲ្យហើយបើគ្មានវាទេខ្ញុំនឹងត្រូវបោះបង់ការសិក្សាហើយខ្ញុំនឹងក្លាយទៅជាអ្នកសុំទានហើយគ្រូសួរថាមានរឿងអីដល់ថ្នាក់នោះគឺបាត់បិចប្រភេទទី31កំពូលអ្នកធ្វើការច្រើនក្នុងពេលតែមួយញ៉ាំផងជជែកផងគូររូបផងរៀនផងក្នុងពេលតែមួយប្រហែលជាជាប់សាច់ឈាមជាមួយនឹងមកហើយមើលទៅដូចជាមិនផ្ដោតអារម្មណ៍តែពេលប្រឡងចេះតែបានផ្ទុះល្អគួរសមដែរប្រភេទទី32កំពូលអ្នកស្រឡាញ់សត្វចិញ្ចឹមតែងតែយកសត្វមកសាលាមានដូចជាឆ្មាឆ្កែសេកកណ្ដូបបង្គួយចាបអលោកជាដើមថ្ងៃខ្លះយកពស់មកធ្វើឲ្យគេខ្លាចគ្រប់គ្នាប្រភេទទី33កំពូលអ្នកប្រឹក្សាជីវិតផ្ដល់ដំបូន្មានឲ្យគេដូចអាយុ40ឆ្នាំអញ្ចឹងមើលទៅប្រហែលជាមានសញ្ញាបត្របណ្ឌិត3ហើយមើលទៅសូមដកដង្ហើមឲ្យវែងការប្រឡងតែងតែមានឈ្នះនិងចាញ់ដូចនេះឯងពូកែណាស់ខាងលើកទៅចិត្តគេតែក៏មើលបន្ទុកអ្នកខូចចិត្ត49លើ50ចំណែកអ្នកលើកទឹកចិត្តគេ15លើ50ប្រភេទទី34កំពូលអ្នកត្រៀមគ្រប់យ៉ាងពេលប្រឡងយកបិចម្ដង10ដើមជាន់លុប2ដុំសៀវភៅ4ក្បាលម៉ាស៊ីនគិតលេខ2គ្រឿងបន្ទាត់3ដើម
តែពីដបប្រេងកាឡាមួយគ្រាន់តែត្រៀមទុកទេ2ម៉ោងក្រោយមកបាត់អលីងទី35កំពូលអ្នកបកប្រែបញ្យល់អ្វីដែលគ្រូបាននិយាយជាពាក្យសាមញ្ញទៅកាន់មិត្តដទៃទៀតក្នុងថ្នាក់ឲ្យបានយល់កាន់តែច្បាស់តែងតែជួយអ្នកដទៃឲ្យយល់សម្បូរអ្នកមកសួរយោបល់ណាប្រភេទទី36កំពូលអ្នកគិតច្រើនពេកប្រឡងគួរធ្វើសំណួរណាមុនទេបើសំណួរទាំងអស់សុទ្ធតែស្រួលអញ្ចឹងសរសេរចម្លើយទាំងអស់ជាកថាខណ្ឌវែងសូម្បីតែសំណួរ yes no ក៏ដោយឆ្លើយលើកទី1យក A ពិនិត្យចម្លើយ3ដងបន្ទាប់មកលុប A ដាក់ B វិញគិតច្រើនពេកចុងក្រោយលុបចម្លើយត្រូវដាក់ចម្លើយខុសប្រភេទទី37កំពូលអ្នកប្រតិកម្មតាមអារម្មណ៍កំពុងប្រឡងអានសំណួរបណ្ដើសើចបណ្ដើមួយសន្ទុះក្រោយមកក៏ចាប់ផ្ដើមយំវិញអង្គុយញញឹមសុកពេលគ្រូហៅឈ្មោះឡើងក្តារខៀនចាប់ផ្ដើមភ័យស្លន់ស្លោប្រភេទទី38កំពូលសិស្សដែលខ្ចីរបស់គេគ្រប់យ៉ាងទាំងបិចខ្មៅដៃបន្ទាត់សៀវភៅក្រដាស់ទឹកលុបឆ្នាំងសាកលុយហើយប្រុងខ្ចីទាំងលីអូមិត្តភ័ក្តិទៀតមិនដែលមានសម្ភារៈផ្ទាល់ខ្លួនប្រភេទទី39កំពូលសិស្សគល់ឈឺមិនសូវនិយាយស្ដីទេមិនសើចមិនញញឹមមិនអួតនៅមួយកន្លែងទោះបីជាស្លាប់ធ្លាក់បាក់សង្កត់លើក៏មិនរត់ទៅណាដែរមើលទៅប៉ុន្តែក៏មើលបន្ទុកខ្ពស់ជាងគេឯងទៀតប្រភេទទី40 DJ ប្រចាំថ្នាក់យក speaker ឬកាសស្ដាប់ត្រចៀកទៅគ្រប់ទីកន្លែងចម្រៀងស្គាល់គ្រប់បទបាត់សិភៅអត់យំទេបើបាត់កាសវិញប្រហែលជាយំខ្លាំងហើយមើលទៅតើលោកអ្នកស្ថិតក្នុងសិស្សប្រភេទណាខ្លះសូមខមមិននៅខាងក្រោមឲ្យយើងបានដឹងផងនិងសូមតាមដានភាគ2សម្រាប់កំពូលសិស្សបន្តទៀត